ចាសួស្តីសួរពុកម៉ែបងប្អូនចូលមហាជនទាំងអស់ថ្ងៃនេះខ្ញុំមានវិធានបទមួយដែលនិយាយអំពីសុខភាពយើងណាគឺនិយាយអំពីកាឆែតនិងទឹកដូងជាថ្នាំព្យាបាលជំងឺគ្រុនពោះវៀនឈឺពោះនិងធ្លាក់សររ៉ាំរ៉ៃចាគឺកាឆែតហើយនឹងទឹកដូងចាកាឆែតបុកពូតយកទឹកលេជាមួយនឹងទឹកដូងខ្ចីអាចព្យាបាលជំងឺគ្រុនពោះវៀនក្រពះនិងជំងឺស្ត្រីដូចជាធ្លាក់សរជាដើមចាគឺកាឆែតបុកពូតយកទឹកលេជាមួយនឹងទឹកដូងខ្ចីអាចព្យាបាលជំងឺគ្រុនពោះវៀនក្រពះជំងឺរោគស្ត្រីធ្លាក់សរជាដើមវិធីធ្វើដំបូងយើងយកកាឆែតធម្មជាតិប្រមាណប្រហែលជា10ទងបេះស្នោវាចេញគឺបេះស្នោអាស្នោសវាចេញហ្នឹងលាយទឹកស្អាតលាយទឹកឲ្យស្អាតលាងទឹកវាស្អាតណាហើយបេះស្លឹកនឹងក្តិចឲ្យតូចល្មមងាយស្រួលយកទៅបុកពេលទូយើងក្តិចធ្វើម៉េចឲ្យយើងយកទៅបុកស្រួលយកទៅបុកនៅត្បាល់វាស្រួលកុំឲ្យវាអញ្ញាទេបុកទាំងស្លឹកនិងដើមបុកឲ្យម៉ត់ដើម្បីយកឲ្យចេញជីជាតិកឆែតរួចចាក់ទឹកដូងចាវិធីធ្វើគឺមានដំបងយកកឆែតធម្មជាតិប្រមាណប្រហែលជា10ទងបេះស្នោចេញលាងទឹកឲ្យស្អាតហើយបេះស្លឹកនឹងក្តិចឲ្យតូចល្មមដោយឲ្យងាយស្រួលយកទៅបុកទាំងស្លឹកនិងដើមបុកឲ្យម៉ត់ដើម្បីឲ្យចេញជាកឆែតរួចចាក់ទឹកដូងនិយាយរួមគឺទឹកដូងខ្ចីចូលចានកឆែតច្របល់កឆែតដើម្បីឲ្យវាចេញជាតិចាគឺដាក់កឆែតឲ្យវាចូលជាតិដាក់ស្បៃត្រង់យកកឆែតចេញពូតយកតែទឹកចារួចជាសាច់ហ្នឹងណាបន្ទាប់មកយើងអាចច្រោះដាក់ដបក្លាសេបានតែត្រូវញ៉ាំឲ្យអស់ក្នុងរយៈពេល1ថ្ងៃចាអាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះអ្នកនឹងមិនសូវចេះអាចលាយស្ករបន្តិចបានចាចំពោះពេលយើងលាយចូលគ្នាហើយចំពោះអ្នកដែលអត់សូវចេះគឺយើងអាចលាយជាមួយស្ករសបានចាតែលាយមួយស្ករសលាយតែបន្តិចទេចានេះគឺជាវិធីដែលក្មួយស្រីរបស់ជនជីកេនិងជីដូនគាត់កំពុងអនុវត្តបានល្អរាល់ថ្ងៃចាហើយគាត់ក៏បានយកមកជួយចែករំលែកបងប្អូនអ្នកដែលមានជំងឺបែបនេះចាគឺស្រួលខ្លាំងមែនទែនគឺយើងគ្រាន់តែយកដូងខ្ចីហើយនឹងកឆែតយើងបុកកឆែតឲ្យម៉ត់យកមកលាយជាមួយដូងខ្ចីគឺជាការស្រេចយើងយកទៅក្លាសេបើយើងមានទូទឹកកកមានបិទទឹកកកមានអីយើងយកទៅក្លាសេបានចាគឺវាងាយស្រួលហើយអាចព្យាបាលបានយ៉ាងស្រួលថាយើងស្ដាប់អត្ថបទនេះហើយយើងអាចយកអនុវត្តយើងបើយើងឈឺជំងឺនេះយើងអាចយកទៅអនុវត្តបានចាគឺវាមិនខុសអ្វីទេគ្រាន់តែយើងព្យាបាលឲ្យយើងជាស្រួលខ្លួនមានអីតោះនេះចាពេលនេះវីដេអូខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណសូមជម្រាបលា